លោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពកម្មវិធីផ្សព្វផ្សាយច្បាប់ស្ដីអំពីក្រមនីតិវិធីព្រហ្មទណ្ឌបានវិលមកជួបលោកអ្នកនាងជាថ្មីទៀតហើយកាលពីកម្មវិធីលើកមុនកម្មវិធីយើងក៏បានបកស្រាយជូនលោកអ្នកនាងនៅប្រធានបទចំនួន4រួចមកហើយដែលក្នុងនោះគឺយើងនិយាយអំពីគោលការណ៍ទូទៅនៃនីតិវិធីព្រហ្មទណ្ឌទី2គឺនគរបាលយុតិធធទី3ការចាប់ប្រកាន់និងអាយកានិងទី4ស្ដីអំពីការស៊ើបសួរហើយនៅក្នុងថ្ងៃនេះយើងខ្ញុំសូមលើកយកប្រធានបទថ្មីមួយទៀតមកជម្រាបជូនដែលស្ដីអំពីវិធានការនិរន្តរាយហើយនៅក្នុងថ្ងៃនេះដែរកម្មវិធីយើងមានកិត្តិយសបានអញ្ជើញឯកឧត្តមភៅសំភីអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍលើវិស័យយុតិធធនៃក្រសួងយុតិធធឯកឧត្តមកើតរិទ្ធនិងឯកឧត្តមប៊ុនហុនដែលឯកឧត្តមទាំងពីររូបជាអនុរដ្ឋលេខាធិការនៃក្រសួងយុតិធធហើយកាលពីកម្មវិធីទី4កន្លងទៅនេះដែលស្ដីអំពីការស៊ើបសួរនោះនៅក្នុងការស៊ើបសួរនេះឯកឧត្តមវាគ្មិនរបស់យើងក៏បានបកស្រាយជូនលោកអ្នកនាងខ្លះហើយអំពីវិធានការនិរន្តរាយនេះក៏ប៉ុន្តែគឺវាគ្មិនយើងមិនបាននិយាយលម្អិតនៅខ្លឹមសារទាំងនោះជូនលោកអ្នកនាងឲ្យបានជ្រាបហើយដោយសារតែវិធានការនេះដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនត្រូវចោទនោះដូច្នេះយើងខ្ញុំសូមលើកយកវិធានការនិរន្តរាយនេះមកបកស្រាយជូនដោយលម្អិតដោយជាដំបូងនេះនាងខ្ញុំសូមអញ្ជើញឯកឧត្តមភៅសំភីសូមឯកឧត្តមជួយរំលឹកជូនដល់ទូរទស្សនិកជនឲ្យបានជ្រាបអំពីវិធានការនិរន្តរាយនេះចាតើមានអ្វីខ្លះបាទសូមថ្លែងអំណរគុណលោកស្រីពិធីការនីហើយក៏សូមគោរពបាទជំរាបសួរបាទប្រិមិត្តទូរទស្សនិកជនទាំងអស់គ្នាជាថ្មីម្ដងទៀតវិធានការនិរន្តរាយនេះគឺត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃការស៊ើបសួរគឺដើម្បីសម្ដៅធានាការស៊ើបសួរប្រព្រឹត្តទៅបានល្អនិងមានប្រសិទ្ធភាពដូចនេះក្នុងការបំពេញភារកិច្ចរបស់ខ្លួនគឺជាក្រុមស៊ើបសួរដើម្បីក្នុងការបំពេញភារកិច្ចរបស់ខ្លួនដើម្បីស្វែងរកការពិតគាត់ច្បាប់បកគលនៅសិទ្ធិអំណាចបង្ខំឲ្យគាត់មួយចំនួនហើយការប្រើប្រាស់នៅសិទ្ធិអំណាចបង្ខំនេះអាចប៉ះពាល់ដល់សេរីភាពរបស់ជនត្រូវចោទដោយលោកស្រីពិធីការនីបានលើកស្រាប់ហើយបាញ់មិញនេះដូច្នេះនៅក្នុងដើម្បីធានាប្រសិទ្ធភាពក៏ដូចជានៃការស៊ើបសួរនិងការស្វែងរកការពិតចៅក្រមស៊ើបសួរគាត់អាចចេញដីកាមួយចំនួនប្រឆាំងលើបុគ្គលដែលមិនព្រមឆ្លើយតបនឹងការកោះហៅជាធម្មតារបស់គាត់ហើយដីកាមួយចំនួនដែលគាត់អាចចេញប្រឆាំងបុគ្គលពាក់ព័ន្ធនេះគឺមានដីកាបង្គាប់ឲ្យចូលខ្លួនដីកាបង្គាប់ឲ្យនាំខ្លួនដីកាបង្គាប់ឲ្យចាប់ខ្លួនដីកាបង្គាប់ឲ្យឃុំខ្លួនហើយដែលបានកំណត់យ៉ាងច្បាស់នៅក្នុងមាត្រា186នៃក្រមនីតិវិធីព្រហ្មទណ្ឌក្រៅពីនេះក្នុងក្របខ័ណ្ឌដើម្បីធានាប្រសិទ្ធភាពនៃការស៊ើបសួរដែរចៅក្រមស៊ើបសួរក៏អាចសម្រេចអំពីការឃុំខ្លួនបណ្ដោះអាសន្ននិងការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការផងដែរចាតាមប្រសាសន៍របស់ឯកឧត្តមបាញ់មិញយើងឃើញថាវិធានការនិរន្តរាយនេះគឺមានដីកាផ្សេងចានៅក្នុងនោះដែលមានដីកាបង្គាប់ចាឯការបង្គាប់ដល់តែ4ចំណុចអំបញ្ញមិញហើយមួយទៀតគឺការឃុំខ្លួនបណ្ដោះអាសន្ននិងការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការហើយជាបន្តទៀតនេះខ្ញុំសូមឯកឧត្តមមកជួយបញ្យល់លម្អិតចាទៅលើដីកាដែលបង្គាប់ឲ្យចាប់ខ្លួនដីកាបង្គាប់ឲ្យនាំខ្លួនចូលខ្លួននិងបង្គាប់ឲ្យឃុំខ្លួននេះតើមានអត្ថន័យយ៉ាងដូចម្តេចដែរឯកឧត្តមបាទសូមថ្លែងអរគុណបាទដោយបានបញ្ជាក់នៅក្នុងមាត្រា186និងបន្តបន្ទាប់នៃក្រមនីតិវិធីព្រហ្មទណ្ឌដីកាបង្គាប់ឲ្យចូលខ្លួនគឺមានន័យថាចៅក្រមស៊ើបសួរអាចចេញបានចំពោះតែជនត្រូវចោទនិងអ្នកដែលមានតម្រុយពីរដ្ឋភាពប៉ុណ្ណោះដីកាបង្គាប់ឲ្យចូលខ្លួននេះគឺជាបញ្ជាឲ្យចូលខ្លួនបាទបញ្ជាឲ្យចូលខ្លួននៅចំពោះមុខចៅក្រមដើម្បីគាត់សួរព័ត៌មានសួរចម្លើយរបស់ជនដែលមានពីរដ្ឋតម្រុយពីរដ្ឋភាពឬក៏ជនត្រូវចោទផ្ទាល់តែម្ដងនៅក្នុងនេះបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងមាត្រា186ខ្ញុំបាទសូមអានជូនសិននៃក្រមនីតិវិធីព្រហ្មទណ្ឌដីកាបង្គាប់ឲ្យចូលខ្លួនគឺជាបញ្ជាដល់បុគ្គលណាម្នាក់ឲ្យចូលទៅបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរដីកាបង្គាប់ឲ្យចូលខ្លួនអាចចេញទៅលើជនត្រូវចោទឬទៅលើបុគ្គលម្នាក់ដែលមានតម្រុយពីរដ្ឋភាពហើយនៅក្នុងក្របខ័ណ្ឌនៃការអនុវត្តដីកាបង្គាប់ឲ្យចូលខ្លួននេះគឺសម័យខ្លួនអាចបង្ហាញដោយសេរីនៅចំពោះមុខចៅក្រមស៊ើបសួរគឺបានន័យថាគ្មានការទៅនាំទៅឬក៏ទៅចាប់ដោយកម្លាំងសាធារណៈទេដូច្នេះក្រោយពេលដែលបានបង្ហាញវត្តមាននៅចំពោះមុខចៅក្រមស៊ើបសួរចៅក្រមស៊ើបសួរនឹងធ្វើការសួរចម្លើយពាក់ព័ន្ធដែលគាត់ចង់បានហើយជាទូទៅក្រោយពីបញ្ចប់ការសួរចម្លើយសម័យខ្លួនដែលទទួលដីកាឲ្យចូលខ្លួននេះអាចត្រឡប់មកផ្ទះវិញដោយសេរីឬក៏ទទួលការឃុំខ្លួនបណ្ដោះអាសន្នបើសិនជាចៅក្រមគាត់មានហេតុផលនឹងសម្រេចថាត្រូវតែ
ដាក់ជននេះស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្នបាទនេះជាអត្ថន័យនៃដីកានាំខ្លួនជាគោលការណ៍មានចំណុចមួយទៀតដីកាបង្កប់ឲ្យចូលខ្លួននេះគឺมันមានតម្លៃបង្ខំទេបានថាมันអាចបង្ខំឲ្យគាត់ចូលទេសម័យខ្លួនអាចចូលក៏បានឬមិនចូលក៏បានប៉ុន្តែការដែលមិនចូលខ្លួននឹងគឺអាចនាំឲ្យចក្រមស៊ើបសួរចេញវិធានការមួយទៀតគឺដីកាបង្កប់ឲ្យនាំខ្លួនដូច្នេះដីកាបង្កប់ឲ្យនាំខ្លួននេះគឺបានកំណត់នៅក្នុងមាត្រា190នៃក្រមនីតិវិធីព្រហ្មទណ្ឌបានបញ្ជាក់ថាដីកាបង្កប់ខ្លួនគឺជាបញ្ជាដល់កងកម្លាំងសាធារណៈឲ្យចាប់និងនាំខ្លួនបុគ្គលដែលណាម្នាក់នៅចំពោះមុខចក្រមស៊ើបសួរដូច្នេះគឺតម្លៃនៃដីកាបង្កប់ឲ្យនាំខ្លួនគឺមានអានុភាពបង្ខំប្រើប្រាស់កម្លាំងសាធារណៈទៅចាប់និងនាំខ្លួនចំពោះបង្ហាញខ្លួននៅចំពោះមុខចក្រមស៊ើបសួរដើម្បីចក្រមស៊ើបសួរគាត់សួរសាកសួរយកព័ត៌មាននិងចម្លើយដែលគាត់ចង់បានបាទហើយតកតងនឹងអានុភាពនៃដីកានេះបានន័យថាអាចចេញតែទៅលើជនត្រូវចោទឬទៅលើបុគ្គលណាដែលមានតម្រុយពិរុទ្ធភាពប៉ុណ្ណោះបានន័យថាมันអាចចេញទៅលើសាក្សីបានទេបាទហើយជាគោលការណ៍កាលណាចេញដីកានាំខ្លួននេះហើយគឺដីកានេះត្រូវអនុវត្តដោយបុគ្គលឲ្យមន្ត្រីនគរបាលយុតិធធហើយក្នុងករណីបន្ទាន់គឺដីកានាំខ្លួននេះអាចត្រូវផ្សព្វផ្សាយជាសាធារណៈដល់អង្គភាពនគរបាលអង្គភាពកងរាជរដ្ឋាភិបាលបាទដើម្បីទទួលអនុវត្តដីកានេះនៅពេលបុគ្គលណាម្នាក់ដែលត្រូវបានចាប់និងនាំខ្លួននៅក្នុងក្របខ័ណ្ឌនៃដីកានេះគឺត្រូវតែគេត្រូវតែនាំបុគ្គលនេះគឺទៅបង្ហាញនៅចំពោះមុខចក្រមស៊ើបសួរយ៉ាងយូរបំផុតគឺ24ម៉ោងគេថាក្នុងច្បាប់បញ្ជាក់ថានៅយ៉ាងយូរបំផុតថ្ងៃបន្ទាប់ហើយជាគោលការណ៍បានកំណត់ផងដែរពីព្រោះថាការនាំខ្លួននេះគឺជាការបញ្ជាឲ្យចាប់ហើយគេបានកំណត់តាក់ទងជាមួយនឹងសិទ្ធិមនោដ្ឋានគឺឯកជនគឺកំណត់នៅក្នុងមាត្រា192នៃក្រមនីតិវិធីព្រហ្មទណ្ឌគឺមន្ត្រីនគរបាលយុត្តិធម៌នឹងមិនអាចចូលមនោដ្ឋានរបស់បុគ្គលដែលពាក់ព័ន្ធនឹងមុនម៉ោង6ព្រឹកនិងក្រោយម៉ោង18ល្ងាចបានទេបញ្ហាមួយទៀតដែលចក្រមអាចនឹងចេញវិធានការប្រឆាំងជាមួយនឹងបុគ្គលដែលមិនឆ្លើយតបនឹងការកោះអញ្ជើញជាធម្មតាតាមផ្លូវរដ្ឋបាលឬក៏កោះអញ្ជើញធម្មតាគឺដីកាបង្គាប់ឲ្យចាប់ខ្លួនបើដីកាបង្គាប់ឲ្យចាប់ខ្លួននេះគឺមានលក្ខណៈខុសពីដីកាបង្គាប់ឲ្យនាំខ្លួនត្រង់ថាដីកាបង្គាប់ឲ្យចាប់ខ្លួននេះគឺមានលក្ខខណ្ឌដែលបានកំណត់ច្បាស់ខ្ញុំបាទសូមបើកជូននៅក្នុងមាត្រា196ទី1លុះត្រាតែបទល្មើសដែលចោទប្រកាន់ហ្នឹងគឺជាបទល្មើសដែលជាបទក្រិតឬបទមជ្ឈិមហើយផ្ដន់ទាទោសដាក់ពន្ធនាគារហើយបុគ្គលដែលពាក់ព័ន្ធហ្នឹងបានរត់គេចខ្លួនមិនដឹងជានៅកន្លែងណាឬក៏ស្ថិតនៅក្រៅដែនដីនៃប្រជាណាចក្រកម្ពុជាដូច្នេះបើដឹងពីទីនៅរបស់គាត់ឬក៏គាត់មានវត្តមាននៅកន្លែងដែលយើងដឹងហ្នឹងគឺគេអត់ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទេគឺចេញដីកាបង្គាប់ឲ្យនាំខ្លួនដូច្នេះគឺអត្ថន័យនៃដីកាបង្គាប់ឲ្យចាប់ខ្លួនគឺមានលក្ខខណ្ឌខុសគ្នាជាមួយដីកាបង្គាប់ឲ្យនាំខ្លួនបន្តិចចំណុចមួយទៀតដែលខុសគ្នាគឺថានៅក្នុងមាត្រា191នោះក៏បានបញ្ជាក់ផងដែរថាដីកាបង្គាប់ឲ្យចាប់ខ្លួននេះគឺជាបញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់និងឲ្យនាំខ្លួនបុគ្គលនោះទៅពន្ធនាគារឬមណ្ឌលឃុំខ្លួនដូច្នេះដីកាបង្គាប់ខ្លួននេះវាមានអានុភាពមួយទៀតតាមតម្លៃច្បាប់គឺថាជាលិខិតឃុំខ្លួនស្របច្បាប់អនុញ្ញាតឲ្យប្រធានមណ្ឌលឃុំខ្លួនឬប្រធានពន្ធនាគារយកបុគ្គលពាក់ព័ន្ធនោះទៅឃុំខ្លួនតាមអានុភាពនៃដីកានេះហើយតាក់ទងជាមួយនឹងការអនុវត្តដីកានេះគឺជាគោលការណ៍គឺបុគ្គលទៅឲ្យមន្ត្រីនគរបាលយុតិធធហើយក្នុងករណីចាំបាច់បន្ទាន់គឺអាចផ្សព្វផ្សាយគ្រប់មធ្យោបាយទៅដល់អង្គភាពនគរបាលនិងកងរាជរដ្ឋាភិបាលដែលទទួលបន្ទុកអនុវត្តដីកានេះហើយក្រៅពីនេះទៀតខុសគ្នាជាមួយនៃការនាំខ្លួនតោះតែដីកាចាប់ខ្លួនអាចទៅជាកម្មវត្ថុនៃការផ្សព្វផ្សាយជាសាធារណៈជាពិសេសជាលក្ខណៈអន្តរជាតិតាមរយៈក្រសួងយុទ្ធភ័ពចំណុចមួយទៀតដែលខុសគ្នាជាមួយនឹងដីកានាំខ្លួនដែរមុននឹងចេញដីកាចាប់ខ្លួនចក្រមស៊ើបសួរទៅតែពិគ្រោះយោបល់ជាមួយនឹងព្រះរាជអាជ្ញាបាទព្រះរាជអាជ្ញាពេលព្រោះព្រះរាជអាជ្ញាគាត់ជាអ្នកក្នុងទួនាទីរបស់គាត់ជាអ្នកអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនក៏ដូចជាធានានៅការផ្សព្វផ្សាយជាសាធារណៈនៅដីកាបង្គាប់ឲ្យចាប់ខ្លួននេះតាក់ទងនឹងជោគវាសនាអ្នកដែលត្រូវបានចាប់ហើយយកមកឃុំខ្លួនតាមអនុភាពនៃការបង្គាប់ឲ្យឃុំខ្លួនច្បាប់បានកំណត់ថាគឺបុគ្គលនោះត្រូវតែគេនាំទៅជួបចៅក្រមស៊ើបសួរបាទយ៉ាងក្នុងរយៈពេលខ្លីបំផុតតាមតែអាចធ្វើបានហើយក្នុងករណីដែលថារយៈពេល24ម៉ោងកន្លងផុតទៅគាត់មិនអាច
បានន័យថាចៅក្រមស៊ើបសួរឬអ្នកជំនួសរបស់ចៅក្រមស៊ើបសួរมันអាចជួបបុគ្គលនឹងបានទេមកសួរចម្លើយបុគ្គលបានទេគឺព្រះអាជ្ញានឹងត្រូវតែសួរចម្លើយបុគ្គលដែលគេចាប់ខ្លួននឹងហើយបញ្ជូនចម្លើយនោះទៅឲ្យចៅក្រមស៊ើបសួរបាទដូច្នេះរយៈពេលនេះគឺខ្លីបំផុតបាទរយៈពេលខ្លីបំផុតនេះគឺច្បាប់អត់បានកំណត់ទេគឺរយៈពេលដែលខ្លីសមរម្យហើយអនុភាពនៃការបង្គាប់ឲ្យចាប់ខ្លួននេះគឺมันមានតម្លៃស្មើនឹងការសម្រេចឲ្យគុំខ្លួនទេក្នុងការកំណត់ថាចៅក្រមស៊ើបសួរត្រូវឃុំខ្លួនក្នុងរយៈពេលប្រមាណចាត់ជោគវាសនារបស់ជនដែលត្រូវបានចាប់ខ្លួននេះគឺត្រូវតែជាកម្មវត្ថុនៃការសម្រេចមួយទៀតបើសិនជាចៅក្រមស៊ើបសួរលោកចង់សម្រេចពីការឃុំខ្លួនដោះសន្នគឺដីកាសម្រេចឃុំខ្លួនដោះសន្នដែលយើងនឹងបញ្ជាក់ពីអត្ថន័យនិងលក្ខខណ្ឌនៃការឃុំខ្លួនដោះសន្ននេះមួយទៀតគឺដីកាចុងក្រោយគឺដីកាបង្គាប់ឲ្យឃុំខ្លួនដីកាបង្គាប់ឲ្យឃុំខ្លួននេះគឺយើងបានកំណត់នៅក្នុងមាត្រា220ជំនៃនៃដីកាបង្គាប់ឲ្យឃុំខ្លួនគឺបានន័យថាគឺបញ្ជាដល់ប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួនឲ្យទទួលនិងឃុំខ្លួនជនត្រូវចោទហៅថាជនត្រូវចោទយើងដឹងច្បាស់ហើយថាជាបុគ្គលដែលជាកម្មវត្ថុនៃដីកាបញ្ជូនរឿងឲ្យស៊ើបសួររបស់អัยការបញ្ថាការនិយាយពីជនត្រូវចោទដំណាក់កាលក្នុងការរឿងក្តីព្រមទាន់ថារឿងហ្នឹងកំពុងនៅចក្រមស៊ើបសួរហើយចក្រមស៊ើបសួរអាចនឹងចេញដីកាបង្គាប់ឲ្យឃុំខ្លួននឹងបានលុះត្រាតែជាកម្មវត្ថុនៃការសម្រេចឲ្យឃុំខ្លួនសិនបានន័យថាចក្រមស៊ើបសួរទៅសម្រេចដីកាថាដីកាមួយទៀតដីកាសម្រេចឲ្យឃុំខ្លួនសិនមុននឹងចេញដីកាបង្គាប់ឲ្យឃុំខ្លួនបើมันអាចធ្វើថាចេញដីកាបង្គាប់ឲ្យឃុំខ្លួនមុនការសម្រេចឲ្យឃុំខ្លួនទេដូច្នេះដីកាបង្គាប់ឲ្យឃុំខ្លួននេះគឺអន្លំតាមក្រមនីតិវិធីព្រំប្រទានយើងជាលិខិតឃុំខ្លួនស្របច្បាប់មួយដែលអនុញ្ញាតឲ្យអាជ្ញាធរពន្ធនាគារឬមណ្ឌលឃុំឃាំងអាចឃុំខ្លួនបុគ្គលនោះដោយស្របច្បាប់ហើយនេះជាលិខិតឃុំខ្លួនដូច្នេះកាលណាជនម្នាក់ជាកម្មវត្ថុនៃការសម្រេចឃុំខ្លួនដោះសន្នដើម្បីឲ្យខាងអាជ្ញាធរពន្ធនាគារមណ្ឌលឃុំខ្លួនអនុវត្តបានចក្រមស៊ើបសួរត្រូវចេញលិខិតមួយទៀតហៅថាដីកាបង្គាប់ឲ្យឃុំខ្លួននេះបាទនេះជាអត្ថន័យសំខាន់នៃដីកាទាំង4នេះដែលមានគោលដៅឆ្លើយតបជាមួយនឹងចរិតរឹងរូសរបស់បុគ្គលពាក់ព័ន្ធមិនព្រមឆ្លើយតបជាមួយនឹងការកោះហៅឬក៏ជាធម្មតារបស់ចក្រមស៊ើបសួរតាក់ទងជាមួយនឹងវិធានតម្រង់គឺជាគោលការណ៍គឺដីកាទាំងនេះត្រូវបានបញ្ជាក់ពីអត្តសញ្ញាណបុគ្គលដែលពាក់ព័ន្ធពីឈ្មោះឋានៈនិងចក្រមដែលចេញដីកាមានចុះកាលបរិច្ឆេទហត្ថលេខានិងត្រារបស់គាត់ម្យ៉ាងទៀតគឺក៏ត្រូវបញ្ជាក់ផងដែរបទល្មើសដែលចោទប្រកាន់ហើយនឹងច្បាប់អត្ថបទច្បាប់ដែលបញ្ជាក់កំណត់បទល្មើសនោះហើយជាពិសេសតាក់ទងជាមួយដីកាឲ្យចូលខ្លួនដែលខ្ញុំបានបញ្ចូលបាញ់មិញគឺត្រូវកំណត់ពីកាលបរិច្ឆេទទីកន្លែងនិងពេលវេលាដែលត្រូវថាឲ្យគេនាំខ្លួនបុគ្គលនឹងបាទមកចំពោះមុខចក្រមស៊ើបសួរតាក់ទងជាមួយនឹងអនុភាពអនុវត្តចំពោះដីកាទាំងអស់ដីកាទាំង4ប្រភេទនេះគឺមានអនុភាពអនុវត្តទូទាំងបាទទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដីកានេះគឺមានអនុភាពបានថាឲ្យអាជ្ញាធរសាធារណៈអនុវត្តនៅក្នុងដែនដីព្រះរាជាណាចក្រកម្ពុជាទាំងមូលហើយដីកាទាំងនេះមានអនុភាពមួយគឺអនុភាពបង្ខំបាទអនុភាពបង្ខំដើម្បីឲ្យបុគ្គលដែលពាក់ព័ន្ធត្រូវតែមានវត្តមាននិងនៅចំពោះមុខចក្រមស៊ើបសួរមានចំណុចមួយចំនួនទៀតដែលខ្ញុំចង់បញ្ជាក់ជូនជាទូទៅទេគឺហើយខ្ញុំចង់ផ្ដោតទៅលើករណីនោះតែម្ដងគឺដីកាបង្គាប់ឲ្យឃុំខ្លួនដល់អាសន្ននេះហើយនឹងដីកាបង្គាប់ឲ្យចាប់ខ្លួនដីកាទាំងពីរនេះมันមានអត្ថន័យដូចគ្នាទេវាមានលក្ខខណ្ឌក្នុងការចេញខុសគ្នាហើយតែខ្ញុំនឹងបញ្ជាក់ជូនពេលក្រោយជាពិសេសគឺដីកាបង្គាប់ឲ្យចាប់ខ្លួននេះដែលជាទូទៅមានអនុភាពបញ្ជាដល់ប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួនឲ្យឃុំខ្លួនទទួលនិងឃុំខ្លួនជនណាម្នាក់នោះនៅពេលដែលជួបជាមួយចក្រមស៊ើបសួរហើយជាទូទៅដីកាបង្គាប់ចាប់ខ្លួននេះលែងមានអនុភាពហើយអញ្ចឹងបើចង់រក្សាជននេះទៀតគឺត្រូវមានវិធានការដទៃផ្សេងទៀតគឺតាក់ទងជាមួយការឃុំខ្លួនបណ្ដោះអាសន្នហើយនឹងការចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នយើងឃើញថាការឃុំខ្លួនបណ្ដោះអាសន្នគឺជាវិធានការដែលយើងអាចនិយាយថាដែលផ្ដល់កំណត់អំណាចធំបំផុតរបស់ចក្រមស៊ើបសួរប៉ុន្តែទន្ទឹមនឹងក៏ជាវិធានការដែលប៉ះពាល់ខ្លាំងបំផុតទៅដល់សេរីភាពរបស់ជនត្រូវចោទព្រោះមូលហេតុអីមូលហេតុជាគោលការណ៍ជនម្នាក់អាចត្រូវបានគេឃុំខ្លួនលុះត្រាតែមានសារក្រមនោះត្រូវតែស្ថាពរប៉ុន្តែតែយោងតាមភាពចាំបាច់យើងឃើញថាចក្រមស៊ើបសួរក្នុងដំណាក់កាលនៃការស៊ើបសួរនេះគាត់អាចចេញដីកាសម្រាប់ឃុំខ្លួនបណ្ដោះអាសន្នមុនពេលដែលមានការសម្រេចសេចក្តីអញ្ចឹងយើងអាចចោទជាសំណួរ
thà ta ca không luôn son miên cô đái thừa ấy ca không luôn là son cứ miên phiếp trăm bạch muối để trời để phứ được không đồng nạ ca này ca sụp xuống và sân ba trái crom sụp xuống vô khơi thay chỉ ca trăm bạch chỉ phải xét được không pe để quạt phứ ca sặc phứ ca sụp xuống vì chóm sao chiêu rục phò tàng thế nữa pe khác trăm bạch trời miên về thiên ca bằng không để làm hơi phiếp sẽ chúng được thằng nào ní cứ ắt này chung vĩnh để cá ca sầm bạch không luôn là son được cho mầm chạy chun thaแต่การนี้วิธีปะปอทุนโทบ่มพดต่อเสรีภาพระบบปกุลอย่างเช่นในขนมกรอบคันในการบริการนี้คือเราอันล้อมแต่ตามแหลกคันมาจำนวนแต่แหลกคันนู้คือยืงบานไปเจาะจูนแต่เรือจรานจำน้อยได้กำหนดท่าจากกรมสืบสู้อาจเช่นดีกาสำหรับคุมรวมต่อซอนบ้านลูกตราแต่มีแหลกคันกรุบกรอนตาแหลกคันนู้มีในขณะในขนมจำนำแหลกคันนู้คือมีแหลกคันมุ้ยได้ลูกใช้วิธีการนี้บานเจ้าเชี่ยสำนักคือเตะต้องระยะปีปัจจัยมุนเปโจดอสการสำรัจอย่างปีอยากเปนี่ยังเคยทาใจกรอมสืบสู้มุนเปได้กอดไอสำรัจนั่นกอดเตยผมโม้ในแหลกขั้นต่อเตยเสียงติดใต้แหลกขั้นต้องมีในขลักยมส้มอันญาติเสียชูหนุ่มปีแหลกขั้นต่อเตยเสียงติดดำใบไอคุมพลมันต่อสอนบ้านโดยของกรมเตยทีที่บานใจอย่างใช่ปะหายส่งไปเจาะจูนพองได้ท่าการคุมพลต่อสอนนี้คือเชียวิธีในการในขนมกะในปีเสหายไอเพื่อบ้านแต่ขนมกะในจำใบแต่ปนยมส้มอันญาติไปเจาะจูนมันเต็กเรือจำนวนนี้ได้มีใจไปแจ้งน้องมิตราปีโรยใบในกรมเตะที่ปรุงตอนได้ซากรมในเตะที่ปรุงตอนนี้คือใจโกลกามุจบ้าล้อนะchỉโกลกาคือสลายเพียบเราบอกว่าโกลยังกอดกะในปีเสจำบัดกอดไอสำหรับคุมคลุ้นโดยอันแต่เราตามกรมได้กรมนี้ดำเรื่องของปีแหลกขันตีมวยดำใบไอเพื่อการคุมคลุ้นมันต่อสอนบ้านคือแหลกขันแต่ต้องจะมวยบุกโกลดีมวยแหละขั้นกูใจกรอมสืบสู้ไอสำรัจคงล้วนบานไตจมปูจุนได้ตรึบานใจกรอมสำรัจดักเอาสัตว์ในกรอมกาปีนิดการดักเอาสัตว์ในกรอมกาปีนิดนี้ในเยี่เชี่ยสมัยมีในท้าใจกรอมสืบสู้สำรัจดักจุนนามันเนี่ยเอาสัตว์ในกรอมกาสืบสู้ระบบล้วนจมปูบอดเจ้าประกันนามวยได้มีกำหนดในห้องในกาสันทามจุนเรื่องสืบสู้ระบบอายกาจีกูลกาใจกรอมสืบสู้มีนกตาปะกิเธอแต่ดักจุนนามันเนี่ยเอาทัดในกราวกาปิดเน็ตหรอบ่ครูนุกอดเจียกตาปะกิคือสมได้ดอจุนจังไรได้มีชั่วโมงในขนมได้กาซ่อนในท้าเป็นจุนเรื่องเสพชั่วได้เกี่ยหายพิซากัดในตลาดกาเกี่ยใจแต่หายเอไอจังบ่เอไอจังออลทากอดเจ้าประกันเลยชั่วโมงกอคอเกาโคเมียตรามาเลยพายมุ้ยดำเรือท่าจากกรมเสพชั่วเธอดักจุนกอคอเกาโคนี้เอาทัดในกราวกาปิดเน็ตบ่ตีปีใจกรมสืบสู้ก็ไอสำรัจได้ทันแต่กรมการปิดพองได้จมปูจุนแตงหลายได้มีนดำรอยปีโรตพิบจุบะล้อทั้ง4สองบะถ้าจุนนุบานประพฤติบอลละเมอยังก็ได้สำรัจได้ในกรมการปิดการสำรัจได้กรมการปิดนี้บานปลายคลายจุนนุเอาคลายแต่เจียบพิกีมวยในขนมสนมเรื่องสืบสู้แต่ยังให้แต่จุนตรเจ้าจุนตรเจ้าคือเจียบพิกีมวยเป็นสัตว์มีในท่าเหมือนแมนเจียสะไซเดยังให้กรมนี่ก็ห้ามค้อนได้บ่ายังกอดคลายแต่จีเพียกีมวยในขนมสมนมเรื่องสืบสู้บ่ากอดคลายจีเพียกีกอดเจอตัวบ้านในซึดในกาปีครูนตามกรมนี้แต่พอเราเลยจังให้บางกรมนี้ใจท้าจากกรมสืบสู้มันอายสดับจมล้อยหรือมันอายโยกจมล้อยปีจุนมันแน่ได้จีสะไซโน่ในปีได้จุนโน่มีนดำร้อยปีรถเพียบมีในท่าดำใบโยกจมล้อยปีกวนนั้นกอดถือบ่มไล่จุนโน่ปีสะไซใหญ่แต่จีจุนตรเจ้าท่านบานในท้ากอดไปเจ๊แบบน้องท่าจุนนึกของถือเจ้าประกันหรือมวยก็ตัวรองการสืบสู้แต่ต้องจะมวยการไหนนึงเปียท่าสัตว์ในกรามการปีนิดนี้คือวินมีนในคอฟฟี่วิธีในการมวยเตี้ยแด่ลำเพลินพี่ไปเจาะจุ่มในครั้งเดิมถิ่นการนู้คือการดักเอาสัตว์ในกรามการตรุปนิดตามเพลินตลาดการจังมวยท่าดักในกรามการปีนิดมวยเตี้ยการดักเอาสัตว์ในกรามการตรุปนิดตามเพลินตลาดการบาทได้การดักเอาสัตว์ในกรามการตรุปนิดตามเพลินตลาดการนี้วิคือชีวิธีในการของคอมมวยได้โชว์สมาร์นั้นวิธีการในการคุมลุมดาวซ้อนกรอนแต่เป็นเมียนจะรัดแหลกหน้าสระเชียงและคันที่ปีจะตรงการคุมลุมดาวซ้อนคือจะกรอมสืบสู้ไอสำหรับคุมลุมดาวซ้อนมันแมนกรุ๊ปแต่บอลละมือตีคือบ้านใต้จมปูบอลละมือใหญ่จ้อมคือสำหรับบอลอุกฤษสำหรับแต่ดอกบอลหนึ่งช้ำได้ตระบานกับนัดตอนติดตัวโดยฉบับดับบอลในนี้กี้เลือกหรือมวยกับสมาร์หมวยชนำจังสำหรับได้จีบประเภทบอลละมือมวยทุนละโมมลางเติงเบอร์บอลมือโตต้าโดยจีบอลละหุมันไอคุมลุมดาวซ้อนตีเบอร์สันจีบอลละมือแต่ตระบานติดตัวตรมแต่ปีในจีบระก็มันไอสำหรับคุมลุมดาวซ้อนบานได้บอลจีบอลละมือแต่ตระบานตอนติดตัว
ក្រៅមួយឆ្នាំក៏មិនអាចសម្រេចជាកម្មវត្ថុនៃវិធានការនៃការឃុំខ្លួនបណ្ដោះអាសន្នដែរក្រៅពីវិធានការ2គោលនេះក្រមនីតិវិធីព្រំដែនក៏ចែងនៅវិធានមួយទៀតដែលកម្រិតអំពីការសម្រេចក្នុងការឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរតើកម្រិតលើអីគឺកម្រិតលើមូលហេតុដែលខ្ញុំបានបញ្ជាក់ជូនខាងដើមថាលុះត្រាតែជាករណីពិសេសនិងចាំបាច់អញ្ចឹងក្រមនេះចាំបាច់ហ្នឹងគឺត្រូវមានមូលហេតុភ្ជាប់មកជាមួយដែលមូលហេតុនេះគឺមានចែងយ៉ាងច្បាស់ក្នុងមាត្រា205ខ្ញុំសូមអនុញ្ញាតអានជូននៅមាត្រា205មាត្រា205ដែលចែងអំពីមូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្នចែងថាការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះជាការចាំបាច់ទៅលើ6ចំណុចទី1ដើម្បីបញ្ចប់បទល្មើសឬបង្ការបទល្មើសកុំឲ្យកើតជាថ្មីទី2ដើម្បីរារាំងកុំឲ្យមានការគៀបសង្កត់លើសាក្សីឬជនរងគ្រោះឬដើម្បីរារាំងកុំឲ្យមានការត្រូវរើគ្នារវាងជនត្រូវចោទនិងអ្នកសំគំនិតទី3ដើម្បីរក្សាភស្តុតាងឬតម្រុយជាសម្ភារៈទី4ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការនីតិតាមនីតិវិធីទី5ដើម្បីការពារសន្តិសុខឲ្យជនត្រូវចោទទី6ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឲ្យមានការច្បោកច្បល់ដែលបណ្ដាលមកពីបទល្មើសករណីទាំង6នេះមូលហេតុទាំង6នេះខ្ញុំបានបញ្ជាក់ជូនកាលពីកម្មវិធីលើកមុនរួចហើយអំពីអត្ថន័យមួយដែលភ្ជាប់ជាមួយនឹងឧទាហរណ៍មួយចំនួនទៀតបាទនេះគឺពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនិងមូលហេតុហើយក៏ភ្ជាប់ជាមួយនឹងសំណួររបស់លោកស្រីពិធីការនេះតាក់ទងពេលវេលាផងដែរមិនមែនមានន័យថាឃុំខ្លួនជននឹងរហូតទេគឺគេមានរយៈពេលកំណត់ព្រោះរយៈពេលកំណត់ហ្នឹងគឺដើម្បីតម្រូវទៅលើការចាំបាច់សម្រាប់ការស៊ើបសួររបស់គាត់រយៈពេលកំណត់នេះធៀបពិតគឺវាប្រែប្រួលទៅតាមទី1បុគ្គលតែម្ដងថាតើជានីតិជនឬជាអនីតិជនទី2គឺប្រែប្រួលទៅតាមប្រភេទនៃបទល្មើសជាបទឧក្រិដ្ឋហើយឧក្រិដ្ឋនឹងគឺជាឧក្រិដ្ឋធម្មតាឬមួយក៏ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលហៅថាឧក្រិដ្ឋកម្មអន្តរជាតិឬមួយក៏ជាប្រភេទបទល្មើសមជ្ឈិបអញ្ចឹងរយៈពេលខុសគ្នាអាចមានរយៈពេលប្រមាណទៅឯនោះនៅក្នុងនេះយើងបែងចែករវាងនីតិជនជាមួយនឹងអនីតិជនចំពោះនីតិជនរយៈពេលជាទូទៅសម្រាប់បទឧក្រិដ្ឋខ្ញុំបញ្ជាក់ជូនថាវាប្រែប្រួលហ្នឹងគឺសម្រាប់បទឧក្រិដ្ឋគឺចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនរយៈពេល6ខែរយៈពេល6ខែនេះគាត់អាចបន្តបាន2ដងទៀតនិយាយជារួមនៅក្នុងក្របខ័ណ្ឌនៃការស៊ើបសួរបទឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួនដែលស្មុគស្មាញសាំញ៉ាំមែនតើនោះវាទាមទារឲ្យមានការឃុំខ្លួនរយៈពេលវែងរហូតពេលខ្លះដោយក្រមនេះអនុញ្ញាតរហូតដល់18ខែ6ខែ3ដងចា៎ចំពោះបទមជ្ឈិមវិញការឃុំខ្លួននេះគឺមានរយៈពេលត្រឹមតែ4ខែទេ4ខែហើយអាចបញ្ជាបានរយៈពេល2ខែទៀតប៉ុន្តែទោះបីយ៉ាងណាក៏ដោយរយៈពេលនេះมันអាចលើសពីអបបរមានៃទោសដែលបានកំណត់ដាក់ពន្ធនាគារនោះទេសម្រាប់បទល្មើសមជ្ឈិមចំពោះអនិច្ចជនវិញយើងចែកទៀតអនិច្ចជនចែកទៀតនៅក្នុងច្បាប់ក្រោម18ឆ្នាំជាអនិច្ចជនហើយយើងចែកបើអនិច្ចជនអាយុក្រោម14ឆ្នាំអនិច្ចជននោះมันអាចជាកម្មវត្ថុនៃវិធានការឃុំខ្លួនបណ្ដោះអាសន្នបានឡើយនិយាយយ៉ាងទៀតចៅក្រមស៊ើបសួរมันអាចសម្រេចឃុំខ្លួនអនិច្ចជននោះបានឡើយប៉ុន្តែបើអនិច្ចជននោះអាយុពី14ឆ្នាំរហូតដល់ក្រោម16ឆ្នាំមានវិធានការឃុំខ្លួនបណ្ដោះអាសន្នអាចប្រព្រឹត្តទៅលើជននោះបានអនិច្ចជននោះបានបើសិនជាគាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋអញ្ចឹងចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនបណ្ដោះអាសន្នដែលមានអតិបរមាមិនលើសពី4ខែចា៎ហើយបើសិនជាបទមជ្ឈិមអតិបរមាដែលអាចឃុំខ្លួនបានគឺមិនអាចលើសពី2ខែចំពោះអនិច្ចជនមួយទៀតគឺអនិច្ចជនដែលមានអាយុចាប់ពី16ឆ្នាំដល់ក្រោម18ឆ្នាំអនិច្ចជននេះអាចជាកម្មវត្ថុនៃការឃុំខ្លួនបណ្ដោះអាសន្នបើចំពោះបទឧក្រិដ្ឋគឺមានចែងបញ្ជាក់គឺនៅក្នុងមាត្រា213គឺបានបញ្ជាក់ជូនអំពីករណីនេះបើសិនជាការឃុំខ្លួនបណ្ដោះអាសន្ននេះសម្រាប់បទឧក្រិដ្ឋសម្រាប់អនិច្ចជនអាយុពី16ដល់ក្រោម18ឆ្នាំការឃុំខ្លួនបណ្ដោះអាសន្នគឺអាចធ្វើដែលអតិបរមាមិនអាចលើសពី6ខែជាមួយបទមជ្ឈិមគឺអតិបរមាសម្រាប់ឃុំអនិច្ចជនអាយុពី16ដល់ក្រោម18ហ្នឹងគឺមិនអាចលើសពី4ខែទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយសម្រាប់បទល្មើសមជ្ឈិមគឺមានគោលការណ៍មួយថាការឃុំខ្លួនបណ្ដោះអាសន្នធរៈវេលារបស់វាគឺមិនអាចលើសពីពាក់កណ្ដាលនៃអបបរមាគឺមិនអាចលើសពីពាក់កណ្ដាលនៃអបបរមានៃទោសដែលបានកំណត់ដាក់ផ្ដន្ទាទោសនៅក្នុងច្បាប់បានឡើយកន្លែងនេះគឺមានបញ្ជាក់ជូននៅច្រើនចំណុចឲ្យទៅតាក់ទងបទមជ្ឈិមគឺជាពិសេសគឺក្នុងមាត្រា209ដែលជាមាត្រាគោលមួយដែលគេចែងក្នុងកថាខណ្ឌទី2ថាថ្នាក់វិនៃការឃុំខ្លួនបណ្ដោះអាសន្នខាងលើនេះមិនត្រូវលើសពីពាក់កណ្ដាលនៃអបបរមានៃទោសដែលច្បាប់បានកំណត់ឡើយនេះគោលការណ៍រួមមួយទៀតប្រហែលជា
ជាការចង់ដឹងច្រើនគឺតាក់ទងជាមួយបទឧក្រិដ្ឋដែលខ្ញុំបញ្ជាក់ថាមានចរិតធ្ងន់ធ្ងរខ្លាំងចា៎សំដៅទៅដល់បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិបទឧក្រិដ្ឋបលែងពុយសាសនិងបទឧក្រិដ្ឋសង្គ្រាមចា៎ទី1បទឧក្រិដ្ឋទាំងអស់នេះមិនមានអាជ្ញាធរកំណត់ទេហើយការឃុំខ្លួនដល់សនក៏មានចរិតលក្ខណៈពិសេសដែរអញ្ចឹងវាជាបទល្មើសមួយដែលហៅថាជាបទល្មើសពិសេសបទល្មើសពិសេសនៅក្នុងក្របខ័ណ្ឌហ្នឹងគឺយើងកំណត់ឲ្យ1ឆ្នាំពន្យាបាន2ឆ្នាំសម្រាប់បទល្មើសនីមួយៗហើយតែចំណុចនេះមានចែងច្បាស់នៅក្នុងមាត្រា210នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលតាក់ទងជាមួយបញ្ហាទាំងអស់នេះបាទចំពោះជនដែលត្រូវចោទហ្នឹងនៅក្នុងឱកាសដែលគេស្ថិតនៅក្នុងការឃុំខ្លួនជាបណ្ដោះអាសន្នតើអាចមានសិទ្ធិសុំចេញពីក្រៅឃុំនេះដែរទេខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនថាជាគោលការណ៍គឺសេរីភាពការឃុំខ្លួនដល់សន្នគឺជាករណីពិសេសនិងអាចសម្រេចបានតែក្នុងស្ថានភាពចាំបាច់ដែលក្នុងត្រូវបំពេញលក្ខខណ្ឌហើយស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌអញ្ចឹងទោះបីជាក្រោយពេលដែលមានការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក៏ដោយនៅក្នុងពេលឃុំខ្លួនបណ្ដោះអាសន្ននេះគឺអាចមានវិធានការបើចៅក្រមយល់ឃើញថាចាំបាច់គាត់អាចសម្រេចឲ្យនៅក្រៅឃុំបានតើអាចសម្រេចនៅក្រៅឃុំនេះអាចធ្វើឡើងតាមវិធីណាខ្លះចា៎ក្នុងក្រមនេះបានចែងបញ្ជាក់ជូនចំពោះករណីនេះទៅលើ3ចំណុចគឺពាក់ព័ន្ធជាមួយបុគ្គលដែលអាចស្នើសុំឲ្យមានការដោះលែងនៅក្រៅឃុំទី1គឺយើងអាចសម្ដៅទៅដល់ជនត្រូវចោទដែលត្រូវបានចៅក្រមសម្រេចឃុំខ្លួនចា៎គាត់អាចស្នើសុំឲ្យចៅក្រមស៊ើបសម្រេចថាឲ្យគាត់នៅក្រៅឃុំវិញបានទី2គឺព្រះរាជអាជ្ញាផ្ទាល់ក៏គាត់អាចស្នើសុំបើគាត់យល់ឃើញថាចាំបាច់ស្នើសុំទៅចៅក្រមស៊ើបសួរតាមបណ្ដឹងសុំហ្នឹងគឺបណ្ដឹងសុំឲ្យនៅក្រៅឃុំបានចា៎ទី3គឺចៅក្រមស៊ើបសួរខ្លួនឯងនេះបើគាត់យល់ឃើញថាมันគួរឬមួយក៏បាត់លក្ខខណ្ឌសម្រាប់ធ្វើការឃុំខ្លួនដោះសនហើយគឺគាត់អាចសម្រេចនៅគ្រប់ពេលទាំងអស់នៃនីតិវិធីរបស់គាត់ហ្នឹងសម្រេចឲ្យជននោះនៅក្រៅឃុំបានប៉ុន្តែរាល់ដំណាក់កាលនៃការសម្រេចទាំងអស់ត្រូវឆ្លងកាត់តាមនីតិវិធីមួយគឺការជុំដំណឹងគ្នាទៅវិញទៅមកដើម្បីមានការផ្ដល់យោបល់ជុំវិញពាក់ព័ន្ធនឹងការសម្រេចនៅក្រៅឃុំចា៎ជាទូទៅនៅពេលដែលបានទទួលបណ្ដឹងសុំឲ្យនៅក្រៅឃុំក៏ដូចជាពាក្យសុំឲ្យនៅក្រៅឃុំនេះគឺជាក្រមស៊ើបសួរគាត់អាចសម្រេចមិនមែនមានតែសុំទៅគ្រប់ករណីទាំងអស់គាត់សម្រេចតាមទេអញ្ចឹងពេលខ្លះគាត់អាចសម្រេចមិនព្រមឲ្យនៅក្រៅឃុំចា៎ពេលខ្លះក៏គាត់អាចសម្រេចឲ្យនៅក្រៅឃុំដែរសេចក្តីសម្រេចឲ្យនៅក្រៅឃុំនេះជាគោលការណ៍មិនមានអនុភាពអនុវត្តភ្លាមទេជាគោលការណ៍មិនមានអនុភាពអនុវត្តភ្លាមទេគឺត្រូវរងចាំរយៈពេលនៃការប្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញានិយាយម្យ៉ាងទៀតថាជននោះទោះបីមានដីកាសម្រេចឲ្យនៅក្រៅឃុំក៏ដោយក៏ជននោះមិនអាចចេញពីពន្ធនាគារឬមួយក៏មណ្ឌលឃុំខ្លួនបានភ្លាមទេត្រូវរងចាំឲ្យព្រះរាជអាជ្ញាពិនិត្យសិនគឺបានន័យថាទុកសិទ្ធឲ្យព្រះរាជអាជ្ញាធ្វើការប្តឹងតវ៉ាគឺប្តឹងនៅក្នុងក្របខ័ណ្ឌនៃការប្តឹងឧទ្ធរណ៍ហើយដែលរយៈពេលអីយ៉ាងនេះយើងអាចពិភាក្សានេះពេលក្រោយទៀតអញ្ចឹងក្នុងរយៈពេលនៃការប្តឹងឧទ្ធរណ៍នេះគឺជាទូទៅជននោះមិនអាចត្រូវបានដោះលែងនៅក្រៅឃុំទេលើកលែងតែព្រះរាជអាជ្ញាគាត់យល់ព្រមជាលិលាអក្សរឲ្យជននោះនៅក្រៅឃុំបាទបើពុំដូច្នោះទេគឺជននោះត្រូវនៅក្នុងឃុំរហូតដល់ផុតរយៈពេលប្តឹងឧទ្ធរណ៍ដែលជាទូទៅគឺមានរយៈពេល5ថ្ងៃបើសិនជាព្រះរាជអាជ្ញាគាត់សម្រេចធ្វើការប្តឹងឧទ្ធរណ៍ក្នុងរយៈពេលដែលច្បាប់បានកំណត់ជននោះរក្សាទុកក្នុងការឃុំខ្លួនរហូតដល់សភាស៊ើបសួរដែលមានសមត្ថកិច្ចដើម្បីពិនិត្យដោះស្រាយលើបណ្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញាតាក់ទងការឃុំខ្លួនដល់សននោះរហូតដល់សភាស៊ើបសួរគាត់សម្រេចតាក់ទងជាមួយនឹងបណ្ដឹងឧទ្ធរណ៍នោះចប់សពគ្រប់ទើបជននោះអាចគិតថាគាត់អាចនៅក្រៅឃុំឬមួយក៏មិនអាចនៅក្រៅឃុំប៉ុន្តែមានករណីពិសេសមួយដែលខ្ញុំសូមអនុញ្ញាតធ្វើការកត់សម្គាល់ជូនគឺពាក់ព័ន្ធជាមួយនឹងការសម្រេចឲ្យនៅក្រៅឃុំទៅតាមគំនិតផ្ទាល់របស់ចៅក្រមស៊ើបសួរយើងយល់ឃើញថាពេលខ្លះមានការចាំបាច់ហើយគាត់យល់ឃើញថាហេតុផលនៃការឃុំខ្លួនលែងមានគាត់អាចសម្រេចឲ្យនៅក្រៅឃុំដោយខ្លួនឯងបានអត់ចាំបាច់មានបណ្ដឹងសុំទេប៉ុន្តែករណីគាត់ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាហើយនឹងភាគីពាក់ព័ន្ធដទៃផ្សេងទៀតប៉ុន្តែជាទូទៅគឺទៅព្រះរាជអាជ្ញាដើម្បីព្រះរាជអាជ្ញាគាត់ផ្ដល់យោបល់តាក់ទងករណីនេះបើសិនជាករណីបន្ទាន់នៃការសម្រេចនៅក្រៅឃុំត្រូវមានអនុភាពអនុវត្តភ្លាមក្នុងករណីបន្ទាន់គឺត្រូវដោះលែងជននោះភ្លាមបើពុំដូច្នោះទេបើមិនបន្ទាន់ទេត្រូវអនុវត្តទៅតាមក្របខ័ណ្ឌច្បាប់ដែលខ្ញុំបានបញ្ជាក់ជូនមុននេះបន្តិចថាត្រូវរងចាំឲ្យផុតរយៈពេលប្តឹងឧទ្ធរណ៍លើកលែងតែព្រះរាជអាជ្ញាគាត់យល់ព្រមជាលិលាអក្សរហើយដែលការយល់ព្រមត្រូវដាក់បញ្ចូលក្នុងសំណុំរឿងនៃនីតិវិធីហ្នឹងថាឲ្យនៅក្រៅឃុំហ្នឹងជាករណីបន្ទាន់ឧទាហរណ៍ដោយសារមូលហេតុសុខភាពជាដើមឡាហ្នឹងគឺតាក់ទងបញ្ហានេះជុំវិញតាក់ទងករណីនេះពាក់ព័ន្ធជាមួយនឹងការឃុំខ្លួនបណ្ដោះអាសន្នទាំងមូលនេះតែម្ដងខ្ញុំសូមអនុញ្ញាត
បច្ចៈជូនផងដែរថាអ្វីដែលបានបច្ចៈជូននៅខាងដើមនេះគឺតកតងទៅនឹងផ្លូវធម្មតានៃការគុំខ្លួនដល់អសន្នហើយដែលមានការបញ្ជាក់ហេតុផលថាមូលហេតុអីទើបចៅក្រមស៊ើបសួរអាចសម្រេចគុំខ្លួនដល់អសន្នចា៎មានលក្ខខណ្ឌមានមូលហេតុមានក្របខណ្ឌថេរវេលាច្បាស់លាស់ប៉ុន្តែមានចំណុចពិសេសមួយដែលខ្ញុំសូមបញ្ជាក់ជូនថាទី1គឺការគុំខ្លួនដល់អសន្ននេះដែលខ្ញុំបញ្ជាក់ជូនខាងដើមគឺជាការចាំបាច់សម្រាប់ដំណើរការស៊ើបសួរអញ្ចឹងជាគោលការណ៍នៅពេលដែលចៅក្រមបិទការស៊ើបសួរដែលយើងបានបកពិភាក្សាពីកម្មវិធីលើកមុននោះនៅពេលបិទការស៊ើបសួរជាគោលការណ៍នៃការដំណោះស្រាយចៅក្រមស៊ើបសួរគាត់ធ្វើនៃការដំណោះស្រាយបិទការស៊ើបសួរនៃការដំណោះស្រាយនោះគឺមានអនុភាពបញ្ចប់វិធានការនេះតែម្ដងអញ្ចឹងហើយបានជាខ្ញុំបញ្ជាក់ខាងដើមថាការឃុំខ្លួនហ្នឹងវាគឺជាវិធានការចាំបាច់សម្រាប់ដំណើរការនៃការស៊ើបសួរដោយអាដាមភៅ2ក៏បានបញ្ជាក់ជូនដែរចា៎អញ្ចឹងដល់ពេលការស៊ើបសួរចប់វិធានការត្រូវចប់ដែរប៉ុន្តែមានករណីពិសេសត្រង់ថាម៉េចបើសិនជាឧទាហរណ៍ចៅក្រមស៊ើបសួរគាត់រកឃើញថាមានពិរុទ្ធដែលត្រូវបញ្ជូនទៅជំនុំជម្រះហើយដល់ពេលនៃការបញ្ជូនទៅជំរះដែលជាប្រភេទនៃការដំណោះស្រាយមួយនោះត្រូវបញ្ចប់វិធានការនៃការឃុំខ្លួនដល់អសន្នអញ្ចឹងមានតែជននៅក្រៅឃុំចា៎អញ្ចឹងជននឹងអាចរត់គេចខ្លួនអញ្ចឹងក្រមនេះក៏បានចែងទៅលើករណីនេះផងដែរគឺបានចែងថានៅពេលដែលចៅក្រមសម្រេចនៅក្នុងនៃការដំណោះស្រាយហ្នឹងតាមសេចក្តីសម្រេចមួយដោយឡែកចៅក្រមស៊ើបសួរគាត់អាចធ្វើសេចក្តីសម្រេចពិសេសមួយរក្សាជននោះឲ្យស្ថិតនៅក្នុងការឃុំខ្លួនដល់អសន្នរហូតដល់ពេលសាវនាការហើយដែលជាទូទៅរយៈពេលនេះគឺកំណត់មិនឲ្យលើសពី4ខែឡើយអញ្ចឹងជាទូទៅសាវនាការត្រូវធ្វើនៅក្នុងរយៈពេល4ខែក្រោយពេលដែលចៅក្រមសម្រេចបើពុំដូច្នោះទេជននោះនឹងត្រូវដោះលែងឲ្យនៅក្រៅឃុំតែឯងតែចំណុចនេះក៏មានបញ្ជាក់ជូនផងដែរនៅក្នុងក្របនីតិវិធីព្រហ្មទណ្ឌយើងគឺក្នុងមាត្រា249គឺចែងពីករណីនេះចំណុចកត់សម្គាល់មួយទៀតតកតងជាមួយការគុំរំដោះអសន្នដែលខ្ញុំចង់បញ្ជាក់ជូនផងដែរថាអ្វីដែលខ្ញុំបញ្ជាក់ជូនពីខាងដើមមិញគឺជាការគុំរំដោះអសន្នតាមផ្លូវធម្មតាដែលជាទូទៅត្រូវយកទៅតាមក្របខណ្ឌដែលមានចែងនោះគឺមាត្រា203 204និងមាត្រា205ដែលចែងពីមូលហេតុប៉ុន្តែមានករណីពិសេសមួយដែលចៅក្រមស៊ើបសួរគាត់មិនចាំបាច់យោងតាមមាត្រា205ករណីពិសេសនោះគឺតកតងការសម្រេចគុំរំដោះអសន្ននៅក្នុងករណីដែលជនត្រូវចោទគាត់បានបំពេញទៅលើកាតព្វកិច្ចណាមួយដែលជាវិធានការនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការមានន័យថាម៉េចចៅក្រមពេលចាប់ផ្ដើមនីតិវិធីគាត់អត់សម្រេចឃុំខ្លួនទេគាត់សម្រេចវិធានការនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការហើយតែបន្តិចទៀតនេះនឹងធ្វើការបកស្រាយលម្អិតទាក់ទងវិធានការនេះហើយក្រោយមកវិធានការនេះមានដាក់កាតព្វកិច្ចមួយចំនួនស្រាប់តែជននោះគាត់បំពេញកាតព្វកិច្ចដល់ពេលគាត់បំពេញកាតព្វកិច្ចចៅក្រមស៊ើបសួរអាចជំនួសវិធានការនោះដោយការឃុំរំដោះអសន្នតែម្ដងដោយមិនបាច់យោងតាមមូលហេតុមាត្រា205ទេលោកស្រីអ្នកនាងកញ្ញាទូទាំងនិកជនជាទីគោរពកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីអំពីក្រមនីតិវិធីព្រហ្មទណ្ឌក្រោមប្រធានបទវិធានការនិរន្តរាយដែលលោកស្រីអ្នកនាងកញ្ញាបានទស្សនាដូចមួយនេះសូមស្លេះតែប៉ុណ្ណេះវគ្គទី2កម្មវិធីយើងនឹងផ្សព្វផ្សាយជូនលោកអ្នកនាងជាបន្តទៀតនៅសប្តាហ៍ក្រោយសូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នក